នរូមមានបន្ទះបញ្ចេញជាតិរំអិលជួយឲ្យអ្នកកោបានស្អាតនិងរលូនល្អគឺតាក់ទងទៅនឹងកីឡាករអាមេរិកឡាទីនវិញម្ដងបាទបងប្អូនប្រិយមិត្តទស្សនិកជនប្រកាសជាស្គាល់ហើយកីឡាករ Neymar Jr. ឬក៏ Neymar Junior ដែលកីឡាកររូបនេះគឺបងប្អូនតែងតែគេថាចង់ណាតាមដានក្នុងការទស្សនានៃការលេងរបស់កីឡាកររូបនេះផ្ទាល់ប៉ុន្តែមួយរយៈកាលចុងក្រោយយើងឃើញថាបន្ទាប់ពីគាត់បានចាក់ចេញបាទពីបាសេឡូណាមកចូលរួមជាមួយនឹងប៉ារីសសាន់ម៉ាំងទាំងតម្លៃខ្លួនទាំងសមត្ថភាពហាក់ដូចជារៀងថមថយបាទអញ្ចឹងសម្រាប់កីឡាករ Neymar បច្ចុប្បន្ននេះគេកំពុងតែបាទប្រកបអាជីពនៅសាំតូសដែលជាក្លឹបនៅស្រុកកំណើតរបស់គាត់តែម្ដងបាទមិនមែនទេថាគាត់លេងនៅសាំតូសហ្នឹងគាត់កើតនៅសាំតូសទេតែពិត Neymar គាត់កើតនៅសាវប៉ូឡូទេបងប្អូនបាទអញ្ចឹងក៏លើថាបងប្អូនយល់ច្រឡំណាបាទសម្រាប់ Neymar ឈ្មោះរបស់គាត់ពេញគឺ Neymar da Silva Santos Junior ដែលអ្នកគ្រប់គ្នាតែងតែហៅគាត់ថា Neymar Junior ឬក៏ Neymar នេះតែម្ដងបាទសម្រាប់រូបគេគឺជាកីឡាករដែលលេងបែបចង្វាក់Zamba បាទអាមេរិកឡាទីនហើយក៏ជាខ្សែបំរើប្រយុទ្ធមួយដ៏គ្រោះថ្នាក់ដែរកាលពីអតីតកាលបាទអញ្ចឹងសម្រាប់ Neymar គេចាប់ផ្ដើមអាជីពដំបូងនេះគឺនៅសាំតូសតែម្ដងបាទនៅសាំតូសអញ្ចឹងមកដល់ពេលនេះគេត្រឡប់ទៅលេងឲ្យក្លឹបនៅស្រុកកំណើតរបស់គេបាទអញ្ចឹងមុននឹងមកសាំតូសទៀតនោះក៏មកអាស៊ីរបស់យើងដែរបាទមកអាលីឡាល់បានពីរដូវកាលប៉ុន្តែការបង្ហាញខ្លួនរបស់គេតិចតួចមែនទែនហើយធ្វើឲ្យអ្នកគ្រប់គ្រងនៅឯ Saudi Pro League នោះជាពិសេសអ្នកគ្រប់គ្រងរបស់អាលីឡាល់គឺមានការខឹងសម្បាដែលមានការចោទថា Neymar មកគាត់តែចង់បានតម្លៃខ្លួនទេហើយមកក៏មិនបានជួយឲ្យអាលីឡាល់អីច្រើនដែរប៉ុន្តែគាត់ថាអាលីឡាល់ឈ្នះពានច្រើនប៉ុន្តែបើពី Neymar ដែលជួយឲ្យអាលីឡាឈ្នះនោះគឺដូចជាមិនសូវទេប្រហែលខ្លួនបាន2-3ប្រកួតបាទ2-3ប្រកួតទេបាទសម្រាប់រូបគេវ័យបច្ចុប្បន្ននេះវ័យ33ឆ្នាំហើយបាទ Neymar គឺលឿនមែនទែនបាទហើយគេកើតនៅឯ Mogi das Cruz នៅរដ្ឋ Sao Paulo នៅឯប្រទេសប្រេស៊ីលបាទហើយសម្រាប់ក្រុមជម្រើសជាតិ Neymar បងប្អូនក៏ស្គាល់ដែរគេធ្លាប់ជាប់ជម្រើសជាតិបាទច្រើនណាស់បាទសម្រាប់គ្រប់ព្រឹត្តិការណ៍តែម្ដងបាទគ្រប់ព្រឹត្តិការណ៍តែម្ដងបាទអញ្ចឹងសម្រាប់កីឡាករដែលមានកម្ពស់ 1m75 នេះកាលពីឆ្នាំមុន2024ដែលគេលេងអាលីឡាល់បើនិយាយពីប្រាក់ចំណូលរបស់គាត់ដែលគាត់អាចរកបានណាសកា100 លានអឺរ៉ូបាទ100 លានអឺរ៉ូនេះនិយាយពីអ្វីដែលគាត់រកបាននៅឯក្លឹបនៅអាស៊ីរបស់យើងបាទអញ្ចឹងបាទសម្រាប់ Neymar គឺគាត់ចាប់ផ្ដើមនៅឆ្នាំ2009នៅសាន់តូសបាទលេងឲ្យសាន់តូសឈុតធំបាន4ឆ្នាំហើយក្រោយមកនៅឆ្នាំ2013ដែលយើងឃើញថាក្រុមអ្នកមានបុណ្យបាសេឡូណាបានធ្វើការចរចាក៏ដូចនាំយកកីឡាកររូបនេះមកអញ្ចឹងមកចូលរួមជាមួយនឹងបាសេឡូណា4រដូវកាលដែរពី2013ដល់2017បង្ហាញខ្លួនបាន123លើកស៊ុបបញ្ចូលទីបាន68គ្រាប់បាទអញ្ចឹងមានថានេះគឺជាទិន្នន័យក៏ដូចជាគេថាសមិទ្ធផល achievement របស់គាត់ដែលគាត់បានកសាងឡុងពេលដែលគាត់មានដៃគូរបស់គាត់ដូចជា Lionel Messi និង Suarez ជាដើមបាទអញ្ចឹងបន្ទាប់ពីឆ្នាំ2017 Neymar ក៏ត្រូវបានផ្ទេរទៅ Paris Saint-Germain ដែលនៅក្នុងការផ្ទេរម្លងពេលនោះគឺជាកំណត់ត្រាផ្ទេរមួយដ៏ថ្លៃបំផុតនៅក្នុងលីកកំពូលរបស់បារាំងបាទដែលតម្លៃខ្លួនរបស់ Neymar ម្លងពេលនោះគឺនៅឆ្នាំ2017 180 លានអឺរ៉ូបាទថ្លៃជាងគេបំផុតតែម្ដងបាទសម្រាប់កំណត់ត្រាផ្ទេរបាទអញ្ចឹង Neymar ថ្លៃជាងការផ្ទេរពីកាលីនម៉ាប៉េទៅប៉ារីសទៀតបាទថ្លៃជាងពីមេស៊ីមកប៉ារីសដែរបាទអញ្ចឹងថ្លៃជាងគេហើយបាទសម្រាប់ Neymar អញ្ចឹងដល់ពេលមកចូលរួមជាមួយនឹង Paris Saint-Germain ការបង្ហាញខ្លួនរបស់គាត់បានជាប់លាប់គួរសមដែរប៉ុន្តែគាត់ហាក់ដូចជានៅតែជាទូរងរបស់ Lionel Messi អញ្ចឹងយើងឃើញហើយទាំងទូរងបាទបន្ទាប់ពីកាលីនម៉ាប៉េទៀតដែរនោះបាទអញ្ចឹងមានន័យថាគាត់ហាក់ដូចជាមិនសូវជោគជ័យទេអញ្ចឹងតម្លៃខ្លួនរបស់គាត់ពីមួយឆ្នាំទៅមួយឆ្នាំក៏មានការធ្លាក់ចុះអញ្ចឹងចូលរួមដំបូង180 លានអឺរ៉ូបាទក្រោយមកនៅឆ្នាំ2020មកធ្លាក់ត្រឹម128 លានអឺរ៉ូបើសិនបើមានក្លឹបណាចង់បានគាត់ណាអញ្ចឹងក្រោយមកទៀតនៅឆ្នាំ2021ធ្លាក់សល់តែ100 លានអឺរ៉ូបាទអញ្ចឹងនៅឆ្នាំ2022សល់តែត្រឹម75 លានអឺរ៉ូទេបាទអញ្ចឹងដល់ពេលម្លងពេលដែលអាលីឡាល់នាំយក Neymar ទៅហ្នឹង Neymar ក៏អត់ត fit 100% ដែរសកាបាទ Neymar ក៏នៅតែមានបញ្ហារបួសលេងបានម្ដងម្កាលដែរអញ្ចឹងកាលដែលអាលីឡាល់នាំ Neymar ទៅនេះតម្លៃខ្លួនថោកទេសំទោសធូរថ្លៃទេត្រឹមតែ45 លានអឺរ៉ូតែប៉ុណ្ណោះបាទអញ្ចឹងមានន័យថាម្លងពេលដែល Paris Saint-Germain នាំ
នេម៉ាមកកាន់ទឹកដីនៅប្រទេសបារាំងនេះគឺខាតបាទការលក់ចេញទៅវិញគឺខាត135លានអឺរ៉ូណោះបាទម្លងពេលដែលនាំយកមកដំបូងហើយនឹងផ្ទេរទៅអាលីឡាដែលជាក្លឹបនៅឯអាស៊ីរបស់យើងនៅ Saudi Pro League អញ្ចឹង135លានអឺរ៉ូគឺខាត់ច្រើនណាបាទខាត់ច្រើនអញ្ចឹងក្រោយមកទៀតនៅឆ្នាំ2024កាលពីឆ្នាំមុនបាទនេម៉ាក៏ធ្លាក់តម្លៃខ្លួនត្រឹមតែ15លានអឺរ៉ូទេបាទ15លានអឺរ៉ូទេបាទអញ្ចឹងបន្ទាប់មកក្លឹបក៏មិនបន្តកុងត្រាមិនបន្តកិច្ចសន្យានេម៉ាក៏បានទៅចូលរួមជាមួយនឹងសាន់តូសនៅឆ្នាំ2024ហ្នឹងហើយនៅជើងទី2មានថាជុំទី2នៃលីកបាទរបស់ប្រេស៊ីលបាទអញ្ចឹងចូលរួមជាមួយនឹងសាន់តូសបានត្រឹមតែកន្លះរដូវកាលឥឡូវនេះមានក្លឹបមួយចង់បានដែលក្រោមការដឹកនាំរបស់លោកជូសេម៉ូរីញ៉ូបាទគឺ Fenerbahce បាទអញ្ចឹងលីកនៅឯទូគីបាទកំពុងតែដាក់ការចង់បានកីឡាករនេម៉ាទៅចូលរួមហើយអញ្ចឹងប្រសិនបើនេម៉ាទៅចូលរួម Fenerbahce ចាយត្រឹមតែ12លានអឺរ៉ូទេអូបាទធូរមែនតើម្ល៉េះបាទតិចមែនតើអញ្ចឹងវ័យ33ឆ្នាំប្រសិនបើនេម៉ាទៅចូលរួមជាមួយនឹងលីកនៅឯទូគីប៉ុន្តែមិនប្រកាសទេបាទមិនប្រកាសថាកីឡាករនេម៉ាគាត់អាចនឹងទៅឬក៏គេថាបើនិយាយពីក្លឹបគឺចង់បានប៉ុណ្ណឹងប៉ុន្តែមិនប្រកាសថាកីឡាករនឹងទៅទេហើយសាន់តូសក៏នៅតែបើកឱកាសឲ្យនេម៉ាទៅដែរព្រោះថាសាន់តូសគឺជាក្លឹបមួយដែលនេម៉ាគាត់ចាប់ផ្ដើមលេងឈុតធំដែលក្នុងនាមជាកីឡាករអាជីពនៅឆ្នាំ2019បាទការទៅចូលរួមជាមួយនឹងសាន់តូសនៅរដូវកាលមុនហ្នឹងគឺហាក់ដូចជាការតបស្នងបាទរវាងកីឡាករជាមួយនឹងក្លឹបនិងអ្នកគ្រប់គ្រងរបស់ខ្លួនទៅវិញទេបាទអញ្ចឹងប៉ុន្តែនេម៉ាបច្ចុប្បន្ននេះប្រសិនបើគាត់ជាពីរបួសគាត់មិនមានរបួសណាមករំខានឬក៏ញោមញីក៏ទេឬក៏ក្នុងករណីដែលគាត់ពេញលេង fit 100%បាទវ័យ33ឆ្នាំគាត់អាចទៅចូលរួមជាមួយនឹង Fenerbahce ដែលក្រោមការដឹកនាំរបស់ The Special One បាទអញ្ចឹងក៏អាចជាឱកាសមួយរបស់គាត់ដែលគាត់អាចនឹងមកចូលរួមជាមួយនឹងក្រុមជម្រើសជាតិឡើងវិញដែរបាទអញ្ចឹងពីខ្ញុំគិតថាគាត់គួរតែមកណាបើគាត់គួរតែមកព្រោះថាបើនិយាយពីលុយរបស់គាត់ចាយលេងអស់ហើយឥឡូវបាទនេម៉ាលុយចាយលេងអស់ហើយបាទអញ្ចឹងទៅចូលរួមជាមួយនឹងទូគីទៅក្រែងលោថាមានឱកាសផ្សាយខ្លួននៅក្នុងព្រឹត្តិការណ៍ធំៗនៅអឺរ៉ុបម្ដងទៀតសកាបាទអាចដែរពីព្រោះមែនតើសម្រាប់កីឡាករនេម៉ាដេសាន់តូសជូញៀនេះគាត់ធ្លាប់បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដែរបន្ទាប់ពីគាត់បានទៅចូលរួមជាមួយនឹងសាន់តូសគាត់ជាកងត្រារយៈពេលខ្លីទេបាទហើយនៅក្នុងកិច្ចសន្យារបស់គាត់ក៏បានបញ្ជាក់ដែរបើសិនជានេម៉ាគាត់មានឱកាសនៅក្នុងការទៅក្លឹបណាគឺគាត់អាចទៅចូលរួមបានអញ្ចឹងមានន័យថាសម្រាប់នេម៉ាក៏នៅតែរក្សាគោលជំហរទី1គាត់ចង់បន្តអាជីពបាល់ទាត់របស់គាត់ហើយក៏គាត់នៅតែមានក្តីសង្ឃឹមនៅក្នុងការជាប់ឲ្យក្រុមជម្រើសជាតិសម្បាប្រេស៊ីលដូចគ្នាបាទខ្ញុំគិតថាចេះការទៅចូលរួមជាមួយនឹងសាន់តូសដោយតែយើងជម្រាបជូនបាញ់មិញគឺជាការតបស្នងគឺជាការអរគុណទៅដល់ក្លឹបដើមបាទក្លឹបដំបូងក្លឹបហុំដែលគាត់ប្រកបអាជីពឲ្យណាបាទអញ្ចឹងពីក្លឹបក៏ទទួលយកនៅអ្វីដែលជាការផ្ដល់ឲ្យរបស់នេម៉ាដែរប៉ុន្តែនេម៉ាដូចសខាលើកឡើងជាងកុងត្រារយៈពេលខ្លីទេអញ្ចឹងមានន័យថាចាប់ពីពេលនេះរហូតទៅដល់មុនដែលរដូវកាលថ្មីមកដល់ខ្ញុំជឿជាក់ថាសាន់តូសនៅតែបើកឱកាសឲ្យនេម៉ាស្វែងរកក្លឹបដតីឬក៏ក្លឹបធំណាផ្សេងអញ្ចឹងពេលដែលគៀកចូលទៅដល់ការប្រគល់ប្រជែងលីកនៅទូរគីមកដល់បើសិនបើនេម៉ាអត់មានក្លឹបណាត្រូវការឬក៏អត់បានទៅចូលរួមជាមួយនឹងក្លឹបថ្មីទេសាន់តូសនឹងបន្តកុងត្រាគឺឬក៏កិច្ចសន្យារយៈពេលខ្លីនេះជាមួយនឹងនេម៉ាទៀតហើយបាទអញ្ចឹងនេម៉ាមិនអាចថាគាត់អត់មានក្លឹបលេងទេយ៉ាងហោចណាស់ក៏គាត់នៅបន្តលេងជាមួយនឹងសាន់តូសដដែលទេបាទខ្ញុំចាប់អារម្មណ៍ថាតើតើជាមួយនឹងនេម៉ានេះបើនិយាយពីផ្លូវរបស់គាត់បើអឺរ៉ុបគាត់ចូលរួមហើយបាទជាមួយនឹងបាសេឡូណាប៉ារីសសាន់ហ្ជឺម៉ាន់មកទ្វីបអាស៊ីយើងដឹងហើយ Saudi Pro League គឺជាលីកដែលធំហើយនៅអាស៊ីដល់ទៅសាន់តូសនោះទៅលីកប្រេស៊ីលឬរងឌីវីតលើកឡើងហ្នឹងគាត់តែគាត់ជាការតបស្នងដឹងគុណបាទក្លឹបដើមរបស់គាត់ទេអញ្ចឹងគាត់នៅតែរក្សាខ្លួនគាត់បាទដើម្បីមានឱកាសនៅក្នុងការស្វែងរកក្លឹបថ្មីដើម្បីលេងឥឡូវនេះបើសិនជាមានព័ត៌មានថា Fenerbahce ដែលជាក្លឹបនៅឯលីករបស់ទូគីនោះចាប់អារម្មណ៍គាត់អាហ្នឹងយើងត្រូវគិតថាចំណុចដែលតម្លៃខ្លួនរបស់គាត់ប៉ុណ្ណឹងFenerbahceអាចនឹងព្រមហើយប៉ុន្តែរឿងចរចាលើប្រាក់ខែរបស់គាត់អាហ្នឹងគឺផ្សាយលើក្លឹបនិងក្លឹបប៉ុន្តែបើសិនជាយើងមើលគំរូឬក៏ដានកីឡាករមុនណាដែលធ្លាប់ទៅ Fenerbahce ដូច Mesut Ozil ធ្លាប់ទៅចូលរួមជាមួយ Fenerbahce ដែរអញ្ចឹងកីឡាករនេម៉ាក៏អាចនឹងគិតពិចារណាដែរ Ozil ក៏ជាកីឡាករល្បីដូចគ្នាគាត់ទៅចូលរួមជាមួយនឹង Fenerbahce កីឡាករដែលជាថ្នាលចេញពី Fenerbahce ដូចជា Arda Güler ទៅចូលរួម Real Madrid អញ្ចឹងមានន័យថា Fenerbahce ចាប់ដើមមានគេទទួលស្គាល់ច្រើនមានការប្រកួតប្រជែងនៅក្នុងលីករបស់ទូគីជ
ជាមួយនឹង Galatasaray អញ្ចឹងទៅបាទអញ្ចឹងនៃម៉ាក៏គាត់អាចថានឹងចាប់អារម្មណ៍ទៅចូលរួមជាមួយនឹងលីករបស់ទូគីដូចគ្នាបាទតែប៉ុន្តែ Fenerbahce បើយើងមើលមែនតើដូចជាក្លឹបមួយដែលទទួលអ្នកដែលខ្សោយអ្នកដែលធ្លាក់វិជាបរិភាពឬក៏អ្នកដែលពិបាកនៅក្នុងការទៅរកក្លឹបណាលេងឬប្រកបអាជីពទាំងយើងរាប់ហើយទាំងគ្រូបង្វឹកក៏ដូចជាកីឡាករអញ្ចឹងមានន័យថាណេម៉ាបើខ្ញុំស្ដាប់ទៅណាយើងវែកញែកទៅអស់ទៅមានថាអ្វីដែលជា concern បាទរវាងកីឡាករនិងក្លឹបខ្ញុំគិតថាអាចនឹងថ្លៃកម្លាំងពលកម្មរបស់គាត់ទេបើសិនបើមានការផ្ដល់ជូននៅស័ក្តិសមសម្រាប់គាត់អាចនឹងទៅចូលរួមហើយបើតម្លៃគ្រូប្រទេសត្រឹមតែ10លានជាងនេះនៅអឺរ៉ុបមិនជាបញ្ហាទេណាសកម្ម12លានអឺរ៉ូនេះឯង